ទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំចង់ណែនាំពីការចំមន់របស់ខ្ញុំណាអញ្ចឹងសម្រាប់កន្លែងខ្ញុំផ្ទាល់ខ្ញុំមានចំមន់ដូចជាមន់សានិងមន់កសិកម្មយកពងមានពូជ Isa Brown ជាមួយនឹង Rhode Island Red អញ្ចឹងការចំមន់របស់ខ្ញុំគឺជាទូទៅយើងចំបែបលក្ខណៈធម្មជាតិឲ្យវាស៊ីសូវស៊ីអង្គស៊ីបាយស៊ីកតក់ស៊ីពោតដូចជាមន់ខ្សែយើងទូទៅដែរខ្ញុំចាប់អារម្មណ៍ចំមន់យកពងហ្នឹងតាំងពីឆ្នាំ2022-23ប៉ុន្តែដោយសារតែខ្ញុំអត់មានពេលវេលាគ្រប់គ្រាន់ក៏ដូចជាអត់ដឹងថាត្រូវទិញពូជមកពីខាងណាអញ្ចឹងណាអញ្ចឹងបច្ចុប្បន្ននេះខ្ញុំអាចចិញ្ចឹមក៏ដូចជាផលិតពូជបានដោយខ្លួនឯងក៏កំពុងតែប្រសិទ្ធពូជក៏ដូចជាចិញ្ចឹមយកបទពិសោធន៍ថ្មីៗក៏ដូចជាចំណេះដឹងថ្មីៗហើយខ្ញុំនឹងចែកម្លែកទៅកាន់បងប្អូនដែលគាត់មានបំណងចង់ចិញ្ចឹមមាន់យកពងដូចខ្ញុំហើយចិញ្ចឹមបែបធម្មជាតិបងប្អូនដែលគាត់ចង់ចិញ្ចឹមមាន់នេះគាត់ភ័យខ្លាចវាពិបាកចិញ្ចឹមឬក៏អត់សមជាមួយនឹងអាកាសធាតុមែនអ្នកទាំងអស់គ្នានៅពេលដែលយើងទិញតាមពីកន្លែងគេចិញ្ចឹមធំមកគឺវាពិបាកចិញ្ចឹមមែនតើប៉ុន្តែខ្ញុំសង្កេតឃើញថានៅពេលដែលខ្ញុំប្រកាន់បានកូនខ្លួនឯងគឺវាងាយស្រួលចិញ្ចឹមមែនតើយើងអាចចិញ្ចឹមដូចជាមាន់ស្រែយើងទូទៅបានអ្នកទាំងអស់គ្នាអាចឃើញតាមរយៈវីដេអូនឹងបានណាគឺវារស់នៅវាស៊ីចុកដូចនឹងមាន់ស្រែមាន់ Isa Brown ក៏ថ្មគឺជាប្រភេទពូជដែលកម្រមែនតើអ្នកទាំងអស់គ្នាខ្ញុំកំពុងតែព្យាយាមប្រកាសណាជាចំនួនទី1ដែលខ្ញុំប្រកាសបានរវាង Isa Brown ជាមួយនឹង Rhode Island ហើយនេះវិញគឺជាចំនួនទី2អ្នកទាំងអស់គ្នាដែលវាមានពណ៌ស្វល់ដូចទៅនឹង Rhode Island ស្ទើរតែ 100% សូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូរបស់ខ្ញុំហើយខ្ញុំនឹងព្យាយាមចែកម្លែកពូជមាន់របស់ខ្ញុំក៏ដូចជាអាប់ដេតចំណេះដឹងថ្មីៗដែលខ្ញុំមានទៅកាន់បងប្អូនទាំងអស់គ្នា